សួស្តីបងប្អូនទាំងអស់គ្នាគេថាការងារគឺជាការតស៊ូនិងជាកំណប់ទ្របនៃជីវិតក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗគ្មានអ្វីបានមកដោយឥតប្រយោជន៍ឬដោយស្រួលនោះទេរាល់សមិទ្ធផលធំធេងដែលយើងតែងតែសរសើរនិងប្រាថ្នាចង់បានសុទ្ធតែសាងឡើងចេញពីការងារនិងការតស៊ូដោយពាក្យចាស់បុរាណលោកបានពោលថាចង់ស៊ីផ្លែត្រូវដាំដើមដែលមានន័យថាបើចង់បានលទ្ធផលល្អត្រូវហ៊ានចំណាយកម្លាំងកាយចិត្តទៅលើការងារគឺជាការតស៊ូការងារមិនមែនគ្រាន់តែជាសកម្មភាពដើម្បីដូរយកប្រាក់កម្រៃប៉ុណ្ណោះទេប៉ុន្តែវាគឺជាសមរភូមិជីវិតនៅក្នុងការងារយើងនឹងជួបប្រទះនៅឧបសគ្គនិងបញ្ហាដែលតម្រូវឲ្យយើងប្រើប្រាស់បញ្ញាដើម្បីដោះស្រាយនិងសម្របសម្រួលទៅតាមកាលៈទេសៈសម្ពាធនឹងការនឿយហត់ដែលជួយពង្រឹងស្មារតីឲ្យកាន់តែរឹងមាំនិងមិនងាយចុះចាញ់នៅគ្រប់ស្ថានភាពដែលយើងបានជួបប្រទះការរៀនសូត្រពីកំហុសរាល់ការបរាជ័យក្នុងកិច្ចការងារគឺជាមេរៀនដ៏មានតម្លៃដែលនាំឲ្យយើងឈានទៅរកភាពល្អឥតខ្ចោះនៅថ្ងៃណាមួយអ្នកដែលហ៊ានតស៊ូជាមួយការងារលំបាកមិនរុញរាហត់នឿយមិនបោះបង់គឺជាអ្នកដែលកំពុងសាងគ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតខ្លួនឯងនៅថ្ងៃខាងមុខការងារគឺជាកំណប់ទ្រព្យពាក្យចាស់តែងតែពោលថាការងារគឺជាកំណប់ទ្រព្យហេតុអ្វីបានជាមានពាក្យនេះកើតឡើងចំពោះប្រជាជនខ្មែរយើងព្រោះការងារផ្ដល់ឲ្យយើងលើសពីប្រាក់កាក់ឬប្រាក់កម្រៃដែលយើងបានធ្វើការងារចំណេះដឹងនិងជំនាញកាន់តែធ្វើកាន់តែចេះកាន់តែស្ទាត់ជំនាញនេះហើយគឺជាទ្រព្យជាប់នឹងខ្លួនដែលគ្មានអ្នកណាអាចលួចយកបានឡើយកិត្តិយសនិងសេចក្តីថ្លៃថ្នូរមនុស្សដែលមានការងារធ្វើនិងមានការទទួលខុសត្រូវតែងទទួលបាននៅការគោរពពីអ្នកដទៃនិងសង្គមជាតិឱកាសនៅពេលដែលយើងធ្វើការងារបានល្អឱកាសថ្មីនិងជោគជ័យធំនឹងរត់មករកយើងដោយមិនដឹងខ្លួនផ្លូវទៅកាន់ភាពជោគជ័យមិនមែនជាការចៃដន្យទេប៉ុន្តែវាគឺជាផលនៃការតស៊ូបូកនឹងការអត់ធ្មត់និងការស្រឡាញ់ការងាររបស់យើងផងដែរនៅពេលដែលយើងចាត់ទុកការងារជាកំណប់យើងនឹងមិនធ្វើដោយបង្ខំចិត្តឡើយប៉ុន្តែយើងធ្វើវាដោយក្តីរីករាយនិងការយកចិត្តទុកដាក់បំផុតជាពិសេសគឺធ្វើដោយពេញចិត្តចេញពីបេះដូងតែម្ដងចូលចាំថាការនឿយហត់នៅថ្ងៃនេះគឺជាភាពផ្អែមល្ហែមនៅថ្ងៃស្អែកកុំខ្ពើមការងារកុំខ្លាចការលំបាកព្រោះការងារគឺជាមាសប្រាក់ជាកិត្តិយសនិងជាមាគ៌ាដែលតែមួយគត់ដែលនាំឲ្យយើងទៅកាន់កំពូលនៃភាពជោគជ័យនៅថ្ងៃអនាគតផងដែរ